សួស្តីទាំងអស់គ្នានៅវីដេអូមុនខ្ញុំបានធ្វើពីរបៀបនៅក្នុងការបញ្ចូលឈ្មោះអ្នកទទួលទៅតាមសាច់ប្រាក់ហើយក្នុងវីដេអូនេះគឺខ្ញុំធ្វើការបញ្ចូលឈ្មោះអ្នកទទួលទៅតាមកុងធនាគារម្ដងហើយដើម្បីបញ្ចូលឈ្មោះអ្នកទទួលទៅតាមកុងធនាគារបានគឺយើងត្រូវធៀមរូបថតអត្តសញ្ញាណប័ណ្ណរបស់គាត់និងលេខកុងធនាគាររបស់គាត់តោះអញ្ចឹងកុំឲ្យខាតពេលយើងទៅមើលទាំងអស់គ្នាជាដំបូងយើងចុចទៅលើពាក្យទិសដៅផ្ទេរប្រាក់ហើយចុចពាក្យបន្ថែមទិសដៅផ្ទេរប្រាក់ដែលនៅខាងលើផ្នែកខាងស្ដាំបន្ទាប់មកចាប់ផ្ដើមកំណត់ទី1ប្រទេសដែលយើងត្រូវវេទៅអញ្ចឹងខ្ញុំជ្រើសរើសយក Cambodia ហើយទី2គឺរូបិយប័ណ្ណគឺសូមយកពាក្យថា USD មានន័យថាលុយដុល្លារនិងទី3វិធីសាស្ត្រផ្ទេរប្រាក់ដើម្បីឲ្យលុយចូលកុងធនាគារបានយើងត្រូវយកពាក្យថាទៅគណនីផ្ទាល់រួចចុចពាក្យទៅបន្ទាប់មកដល់ចំណុចនេះគឺដូចគ្នាគឺបញ្ចូលព័ត៌មានអ្នកដែលយើងចង់វេទៅកាន់គាត់ណាអញ្ចឹងខ្ញុំចង់វេទៅម៉ាក់អញ្ចឹងគឺកន្លែងឈ្មោះសម្គាល់ខ្ញុំដាក់ពាក្យថាម៉ាក់បន្តមកទៀតគឺរើសសញ្ជាតិដាក់នាមត្រកូលនិងនាមខ្លួនណាគឺត្រកូលហើយនឹងឈ្មោះរបស់គាត់ជាអក្សរឡាតាំងអញ្ចឹងដូចដែលវីដេអូមុនដែរដែលសារឈ្មោះថ្ងៃខែឆ្នាំកំណើតអីហ្នឹងគឺវាជាព័ត៌មានបុគ្គលអញ្ចឹងខ្ញុំសូមបិទអូខេចំណុចនេះគឺខ្ញុំបានបញ្ចូលឈ្មោះត្រកូលហើយជ្រើសរើសភេទនិងដាក់ថ្ងៃខែឆ្នាំកំណើតរបស់គាត់បន្តមកទៀតអូចុះមកក្រោមដើម្បីបំពេញព័ត៌មានបន្ថែមទៀតដូចជាប្រភេទ ID ប្រភេទ ID នេះគឺអត្តសញ្ញាណប័ណ្ណឬក៏លិខិតឆ្លងដែនរបស់អ្នកផ្ទះអញ្ចឹងបន្ទាប់ពីខ្ញុំរើសយកអត្តសញ្ញាណប័ណ្ណហើយខ្ញុំនឹងវាយលេខអត្តសញ្ញាណប័ណ្ណរបស់គាត់ហើយត្រង់លេខអត្តសញ្ញាណប័ណ្ណហ្នឹងគឺនៅលើអត្តសញ្ញាណប័ណ្ណមានលេខប្រមាណគឺយើងវាយទាំងអស់ចំណុចបន្ទាប់ទៀតគឺភូមិឃុំស្រុកខេត្តអញ្ចឹងគឺខ្ញុំដាក់ស្រុកហើយនឹងខេត្តរបស់ម៉ាក់ខ្ញុំគាត់នៅជាមួយគ្នាមួយប៉ាគឺត្រាំកក់តាកែវបន្តមកទៀតគឺប្រទេសដាក់ថាកម្ពុជាហើយជ្រើសរើសទំនាក់ទំនងរវាងយើងនិងគាត់អញ្ចឹងខ្ញុំផ្ញើទៅម៉ាក់ខ្ញុំយកពាក្យថាឪពុកម្ដាយបន្តមកទៀតជ្រើសរើសហេតុផលផ្ទេរប្រាក់អញ្ចឹងខ្ញុំវេទៅឲ្យគាត់ដើម្បីចាយវាក្នុងជីវភាពខ្ញុំយកពាក្យថាចំណាយក្នុងការរស់នៅហើយចំណុច2ចុងក្រោយខ្ញុំគិតថាវាជាចំណុចដែលសំខាន់ជាងគេគឺឈ្មោះធនាគារហើយនិងលេខគណនីអញ្ចឹងជាដំបូងគឺខ្ញុំរើសយកឈ្មោះធនាគារគឺខ្ញុំវេទៅធនាគារ A Slida ហើយនៅក្នុងនោះគឺមានឈ្មោះធនាគារផ្សេងទៀតជាច្រើនគឺស្ទើរតែគ្រប់ធនាគារទាំងអស់នៅក្នុងស្រុកខ្មែរអញ្ចឹងគឺយើងអាចយកមួយណាក៏បានដែរប៉ុន្តែចំណុចសំខាន់គឺរើសឈ្មោះធនាគារឲ្យត្រូវជាមួយនឹងកុងធនាគារអ្នកផ្ទះនិងបញ្ចូលលេខកុងធនាគារឲ្យត្រឹមត្រូវអូខេបន្ទាប់ពីរើសឈ្មោះធនាគារហើយខ្ញុំសូមបញ្ចូលលេខកុងធនាគារបញ្ចូលរួចច្បាស់ថាត្រឹមត្រូវហើយចុចពាក្យទៅបន្ទាប់ហើយគេនឹងឲ្យយើងពិនិត្យព័ត៌មាននឹងឡើងវិញបើមានខុសយើងចុចលើពាក្យកែតម្រូវបើអត់ខុសទេយើងចុចទៅលើពាក្យចុះឈ្មោះជាចុងក្រោយចុចគ្រីទៅលើពាក្យយល់ព្រមហើយចុចពាក្យចុះឈ្មោះម្ដងទៀតជាការស្រេចចុងក្រោយចុចលើពាក្យថាត្រឡប់ទៅតារាងបញ្ជីទៅយើងនឹងឃើញឈ្មោះដែលយើងបានបញ្ចូលហើយអញ្ចឹងវីដេអូបញ្យល់ពីការចុះឈ្មោះអ្នកទទួលទៅតាមកុងធនាគារថ្ងៃនេះគឺមានប៉ុណ្ណឹងអរគុណច្រើនសម្រាប់ការទស្សនាជម្រាបលា